គិតមកត្រឹមឆ្នាំ1945មហាអំណាចអាណានិគមនៅអឺរ៉ុបជាពិសេសគឺបារាំងនិងអង់គ្លេសបានកាន់កាប់ដែនដីប្រមាណជាពាក់កណ្ដាលពិភពលោកទាំងមូលដោយបានដាក់អាណានិគមនៅតាមបណ្ដាប្រទេសភាគច្រើននៅក្នុងតំបន់អាហ្វ្រិកនិងនៅក្នុងតំបន់អាស៊ីក៏ប៉ុន្តែនៅក្រៅសង្គ្រាមលោកលើកទី2ប្រទេសដែលស្ថិតនៅក្រោមអាណានិគមក៏បានទទួលឯករាជ្យម្ដងមួយហើយដែនដីអាណានិគមនៅទូទាំងពិភពលោកក៏ត្រូវរួញទុយបន្តិចម្ដងការរំសាយដែនដីអាណានិគមនៅក្រៅសង្គ្រាមលោកលើកទី2បានកើតមានឡើងដោយមកពីមូលហេតុច្រើនយ៉ាងមូលហេតុទី1ហើយដែលជាមូលហេតុសំខាន់ជាងគេបំផុតនោះគឺការធ្លាក់ចុះទន់ខ្សោយនៃបណ្ដាប្រទេសមហាអំណាចអាណានិគមទាំងពីរគឺបារាំងនិងអង់គ្លេសដែលសុទ្ធតែត្រូវទទួលរងនឹងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតដោយសារសង្គ្រាមនៅក្នុងពេលជាមួយគ្នាមហាអំណាចធំពីរផ្សេងទៀតដែលទើបនឹងងើបមកថ្មីគឺសហរដ្ឋអាមេរិកនិងសហភាពសូវៀតដែលជាអ្នកឈ្នះសង្គ្រាមលោកដែរនោះគឺសុទ្ធសឹងតែជាប្រទេសដែលមាននិន្នាការប្រឆាំងនឹងអាណានិគមគេមិនត្រូវភ្លេចទេថាសហរដ្ឋអាមេរិកខ្លួនឯងផ្ទាល់ក៏មានដាងកំណត់ដំបូងចេញពីការតស៊ូទាមទារឯករាជ្យនេះដែរគឺការទាមទារឯករាជ្យពីចក្រភពអង់គ្លេសកាលពីឆ្នាំ1774លើពីនេះទៅទៀតនៅក្នុងអំឡុងសង្គ្រាមលោកលើកទី2បារាំងនិងអង់គ្លេសសុទ្ធតែត្រូវការជំនួយពីកងកម្លាំងតាមបណ្ដាប្រទេសស្ថិតនៅក្រោមអាណានិគមដើម្បីជួសច្បាំងទល់នឹងកងទ័ពអាល្លឺម៉ង់និងជប៉ុនហើយជាថ្នូរទៅនឹងជំនួយនេះបារាំងនិងអង់គ្លេសបាននាំគ្នាសន្យាថានឹងផ្ដល់សិទ្ធិសេរីភាពស្វ័យភាពឬឯករាជ្យភាពដល់បណ្ដាប្រទេសដែលស្ថិតនៅក្រោមអាណានិគមរបស់ពួកគេនៅក្នុងអំឡុងសង្គ្រាមលោកលើកទី2នោះចលនាជាតិនិយមក៏បានរីកដុះដាលយ៉ាងខ្លាំងផងដែរនៅតាមបណ្ដាប្រទេសស្ថិតក្រោមអាណានិគមនៅឆ្នាំ1945ភ្លាមក្រោយពីសង្គ្រាមលោកលើកទី2ត្រូវបិទបញ្ចប់អង្គការសហប្រជាជាតិត្រូវបានបង្កើតឡើងហើយនៅក្នុងធម្មនុញ្ញដែលជាច្បាប់កម្ពុជារបស់អង្គការសហប្រជាជាតិមានចែងនូវគោលការណ៍ដ៏សំខាន់មួយគឺការផ្ដល់សិទ្ធិទៅដល់គ្រប់ប្រជាជនទាំងអស់នៅទូទាំងពិភពលោកក្នុងការកំណត់ជោគវាសនាដោយខ្លួនឯងគឺចំណុចនេះហើយដែលជាគោលការណ៍មូលដ្ឋានគ្រឹះនៅក្នុងដំណើរការរំសាយដែនដីអាណានិគមក៏ប៉ុន្តែដំណើរការនៃការរំសាយអាណានិគមនេះមិនមែនកើតឡើងដូចគ្នាទាំងអស់នៅគ្រប់ទីកន្លែងនោះទេប្រទេសខ្លះបានទទួលឯករាជ្យដោយសន្តិវិធីតាមរយៈការចរចាចំណែកឯប្រទេសផ្សេងទៀតបានទទួលឯករាជ្យតាមរយៈការធ្វើសង្គ្រាមបង្ហូរឈាមគ្នាចំណែកឯស្ថានភាពរបស់ប្រទេសដែលទទួលបានឯករាជ្យហើយនោះក៏មិនដូចគ្នានៅគ្រប់ទីកន្លែងនោះដែរដោយប្រទេសខ្លះបង្កើតបាននូវរដ្ឋាភិបាលដែលមានស្ថិរភាពភ្លាមក្រោយពីទទួលបានឯករាជ្យចំណែកឯប្រទេសខ្លះទៀតត្រូវប្រឈមមុខនឹងសង្គ្រាមស៊ីវិលរាប់ទសវត្សរ៍ប្រទេសខ្លះបង្កើតបានជារបបដឹកនាំតាមបែបប្រជាធិបតេយ្យឯប្រទេសខ្លះទៀតស្ថិតនៅក្រោមការដឹកនាំដោយរបបសឹកឬរបបផ្ដាច់ការស៊ីវិលអស់រយៈពេលរាប់សិបឆ្នាំឬខ្លះទៀតរហូតមកទល់នឹងពេលបច្ចុប្បន្ននេះនៅក្រៅពេលដែលសង្គ្រាមលោកលើកទី2ត្រូវបញ្ចប់លោក Clement Attlee ដែលបានឡើងមកកាន់តំណែងជានាយករដ្ឋមន្ត្រីអង់គ្លេសជំនួសលោក Winston Churchill កាលពីខែកក្កដាឆ្នាំ1945បានប្រកាន់យកនូវនយោបាយមួយថាអង់គ្លេសគួរតែផ្ដោតអាទិភាពលើការស្ដារប្រទេសចេញពីផេះផង់នៃសង្គ្រាមជាងខិតខំចំណាយកម្លាំងទៅលើការប្រឹងប្រែងរក្សាដែនដីអាណានិគមរបស់ខ្លួនអង់គ្លេសដែលនៅពេលនោះដឹងខ្លួនថាការប្រគល់ឯករាជ្យទៅឲ្យឥណ្ឌាគឺជារឿងមួយដែលមិនអាចជៀសរួចក៏បានចាប់ផ្ដើមបើកកិច្ចចរចាជាមួយនឹងរដ្ឋាភិបាលឥណ្ឌារហូតឈានទៅចេញជាច្បាប់មួយនៅខែកក្កដាឆ្នាំ1947ដែលចែងពីការផ្ដល់ឯករាជ្យទៅដល់ឥណ្ឌាក្រោយពីស្ថិតក្រោមការកាន់កាប់របស់អង់គ្លេសអស់រយៈពេលជាង200ឆ្នាំឥណ្ឌាក៏ទទួលបានឯករាជ្យយ៉ាងពេញលេញក៏ប៉ុន្តែការបែកបាក់គ្នារវាងអ្នកកាន់សាសនាហិណ្ឌូនិងអ្នកកាន់សាសនាអ៊ីស្លាមក៏បានធ្វើឲ្យឥណ្ឌាត្រូវពុះចែកជាពីរប្រទេសដាច់ពីគ្នាគឺប្រទេសឥណ្ឌាបច្ចុប្បន្នដែលប្រជាជនភាគច្រើនជាអ្នកកាន់សាសនាហិណ្ឌូនិងប៉ាគីស្ថានដែលប្រជាជនភាគច្រើនជាអ្នកកាន់សាសនាអ៊ីស្លាមហើយក្រោយមកទៀតប្រទេសប៉ាគីស្ថាននេះក៏ត្រូវបែកបាក់គ្នាជាពីរដែរដោយប៉ាគីស្ថានខាងកើតបានដាច់ខ្លួននៅឆ្នាំ1971
បង្កើតទៅជាប្រទេសឯករាជ្យថ្មីមួយដាច់តែឯងគឺប្រទេសបង់ក្លាដេសជារួមគេសង្កេតឃើញថាឯករាជ្យរបស់ឥណ្ឌាពីក្រោមនឹមអាណានិគមអង់គ្លេសបានមកដោយគ្មានសង្គ្រាមបង្ហូរឈាមក៏ប៉ុន្តែគឺនៅក្រោយពេលដែលទទួលបានឯករាជ្យរួចហើយដែលសង្គ្រាមត្រូវផ្ទុះឡើងគឺសង្គ្រាមនៅពេលដែលបង់ក្លាដេសទាមទារផ្ដាច់ខ្លួនពីប៉ាគីស្ថាននិងជាពិសេសគឺសង្គ្រាមរហូតដល់ទៅ4លើករវាងឥណ្ឌានិងប៉ាគីស្ថានដែលកើតចេញពីចំនួនដណ្ដើមទឹកដីគ្នានៅតំបន់កាស្មៀចំនួនដែលនៅតែបន្តកើតមានរហូតមកទល់នឹងពេលបច្ចុប្បន្ននេះបើគេនិយាយអំពីស្ថានភាពនយោបាយវិញគេសង្កេតឃើញថានៅក្រៅពីទទួលបានឯករាជ្យពីអង់គ្លេសឥណ្ឌាបានបង្កើតជារដ្ឋធម្មនុញ្ញនិងប្រព័ន្ធដឹកនាំតាមបែបប្រជាធិបតេយ្យព្រមទាំងមានស្ថិរភាពនយោបាយជាប់ជាប្រចាំផ្ទុយពីនេះទៅវិញប៉ាគីស្ថានតែងតែឆ្លងកាត់នឹងការដឹកនាំតាមបែបរបបសឹកផ្ដាច់ការធ្វើរដ្ឋប្រហារដណ្ដើមអំណាចគ្នានិងអស្ថិរភាពនយោបាយរហូតមកទល់នឹងពេលបច្ចុប្បន្ននេះការដកខ្លួនថយរបស់អង់គ្លេសពីឥណ្ឌាគឺគ្រាន់តែជាចំណុចចាប់ផ្ដើមមួយប៉ុណ្ណោះដែលជាការបើកផ្លូវនាំទៅរកការរំលាយបន្តិចម្ដងនៃដែនដីចក្រភពអង់គ្លេសនៅទូទាំងពិភពលោកប៉ុន្មានឆ្នាំក្រោយពីអង់គ្លេសបានប្រគល់ឯករាជ្យទៅឲ្យឥណ្ឌានិងប៉ាគីស្ថានប្រទេសផ្សេងទៀតដែលនៅក្បែរនោះក៏បាននាំគ្នាប្រកាសឯករាជ្យពីអង់គ្លេសជាបន្តដែរគឺភូមាក្រោមការដឹកនាំរបស់លោកអ៊ុងសានដែលជាឪពុករបស់លោកស្រីអ៊ុងសានស៊ូជីបានចរចាទាមទារឯករាជ្យពីអង់គ្លេសនៅឆ្នាំ1948ស្រីលង្កាទទួលឯករាជ្យនៅឆ្នាំ1948ដូចគ្នានោះដែរហើយម៉ាឡេស៊ីទទួលឯករាជ្យនៅឆ្នាំ1957ក៏ប៉ុន្តែខុសពីប្រទេសផ្សេងទៀតដែលដំណើរការទាមទារឯករាជ្យទៅប្រព្រឹត្តទៅដោយសន្តិវិធីម៉ាឡេស៊ីបានឆ្លងកាត់សង្គ្រាមបង្ហូរឈាមជាច្រើនឆ្នាំទើបបានទទួលឯករាជ្យពីអង់គ្លេសនេះក៏ដោយសារតែនៅក្នុងចលនាទាមទារឯករាជ្យរបស់ម៉ាឡេស៊ីគឺមានលោកឡំជាមួយនឹងចលនាឧទាមកុម្មុយនីសស្និទ្ធនឹងបកកុម្មុយនីសចិនហើយអង់គ្លេសគឺជាមហាអំណាចមួយដែលប្រឆាំងនឹងកុម្មុយនីសហើយមិនចង់ឲ្យម៉ាឡេស៊ីឯករាជ្យត្រូវធ្លាក់ទៅក្រោមការគ្រប់គ្រងរបស់ពួកកុម្មុយនីសហើយដូច្នេះហើយបានជាអង់គ្លេសបានធ្វើសង្គ្រាមវាយបំបាក់កម្លាំងឧទាមកុម្មុយនីសចប់សពគ្រប់ទើបសម្រេចចិត្តប្រគល់ឯករាជ្យទៅឲ្យម៉ាឡេស៊ីនៅឆ្នាំ1957ហើយបន្តមកទៀត8ឆ្នាំក្រោយពីម៉ាឡេស៊ីទទួលបានឯករាជ្យពីអង់គ្លេសសិង្ហបុរីដែលពីមុនស្ថិតនៅក្នុងរដ្ឋសហព័ន្ធម៉ាឡេស៊ីនោះបានផ្ដាច់ខ្លួនទៅបង្កើតជាប្រទេសឯករាជ្យមួយដាច់តែឯងនៅឆ្នាំ1965ក្រោមការដឹកនាំរបស់លោកលីខ្វាន់យូ